រឿងពាក្យផ្ដាច់មុខយូរ Royal Television Series Exclusive ជំរាបសួរលោកនាយកឈុនខ្ញុំជាជំនួយការថ្មីរបស់លោកឈ្មោះឈិនឈិនពិតជាល្អណាស់សូមលោកជួយព្រីនឯកសារនេះចំនួន3ច្បាប់ជាស្ខ្មៅនិងមួយទំព័រម្ដងបាត់ចាស់សលោកនាយកឈុនប៉ុន្តែលោកអាចរងចាំបន្តិចបានទេម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុនអស់ទឹកថ្នាំពណ៌ហើយអីចឹងមិនអាចព្រីនពណ៌បានទេខ្ញុំមិនបាននិយាយថាចង់ព្រីនពណ៌ទេអូសូមទោសផងអីចឹងលោកចង់ឲ្យខ្ញុំព្រីនប៉ុន្មានច្បាប់ដែរពេលច្បាប់អីចឹងលោកចង់ឲ្យព្រីនមួយទំព័រម្ដងឬព្រីនពីរទំព័រតែម្ដងព្រីនមួយទំព័រម្ដងលោកនាយកឈុនឯកសារនេះមិនបាច់លោកទេខ្ញុំទៅខ្លួនឯងល្អជាងអត់មាននិយាយឲ្យច្បាស់នៅក្នុងឯកសារនឹងផងតើបន្ទោសអ្នកណាទៅលោកមិនបានឲ្យឯកសារនេះមកខ្ញុំផងតើខ្ញុំនឹងដឹងថាត្រូវព្រីនរបៀបណាប្រសិនបើបងប្អូនមានចម្ងល់អ្វីតាក់ទងនឹងគម្រោងនេះអាចលើកឡើងមកខ្ញុំបានដល់ម៉ោងញ៉ាំបាយហើយអាហារពេលល្ងាចសម្រាប់ពាណិជ្ជកម្មដែលខ្ញុំបានឲ្យលោកកក់នោះយ៉ាងម៉េចហើយរៀបចំរួចរាល់អស់ហើយខ្ញុំថែមទាំងបានកក់មុខម្ហូបទុកមុនទៀតផងអ្នកមិនដឹងទេថាអ្នកខេត្តហ៊ូណានពួកគេជាអ្នកដែលញ៉ាំហិរខ្លាំងបំផុតវាមិនមែនជាបញ្ហាថាអ្នកខេត្តហ៊ូណានញ៉ាំហិរឬអត់ទេតែគឺលោកចាងគាត់ញ៉ាំហិរមិនបានទេលោកចាងជាអ្នកខេត្តហ៊ូណានតើហេតុអ្វីបានជាគាត់ញ៉ាំហិរមិនបានទៅវិញមិត្តសម្លាញ់បំផុតរបស់ខ្ញុំកាលពីនៅសាកលវិទ្យាល័យក៏ជាអ្នកខេត្តហ៊ូណានដែរសូម្បីតែពេលផឹកបបរក៏ត្រូវដាក់ឡើងកាន់ម៉ាដែរបើលោកចាងឃើញមុខម្ហូបហេគាត់ប្រកាសជាគិតថាយើងយកចិត្តទុកដាក់ខ្លាំងណាស់ខ្ញុំគ្មានពេលនិយាយឥតប្រយោជន៍ជាមួយអ្នកទេអ្នកប្រញាប់តាក់ទងសន្តាគារឥឡូវនេះឲ្យពួកគេលោកចាងចេញខ្ញុំគ្រាន់តែសង្ឃឹមថាលោកចាងអាចញ៉ាំម្ហូបស្រុកកំណើតរបស់គាត់បាននៅពេលគាត់ធ្វើដំណើរទៅក្រៅប្រទេសតើខ្ញុំខុសអីអ្នកមើលងាយខ្ញុំដំឡើងនេះមែនទេឥឡូវអ្នកឲ្យផ្នែករដ្ឋបាលរៀបចំប្រទេសសាច់អាំងពីគ្រឿង10នាទីក្រោយខ្ញុំនឹងលោកចាងទៅសន្តាគារគ្មានបញ្ហាអីទេមែនទេអ្នកមិនបានប្រាប់ខ្ញុំថាណាត់ម៉ោងប៉ុន្មានទេហើយបើផ្នែករដ្ឋបាលសួរខ្ញុំថាហេតុអ្វីបានជាណាត់ប្រទេសពីគ្រឿងតើខ្ញុំគួរនិយាយយ៉ាងម៉េចអ្នកមិនបានឲ្យខ្ញុំកក់បន្ទុកឯកជនសម្រាប់មនុស្ស12នាក់ទេអញ្ចឹងអ្នកបានកក់ប្រទេសពីគ្រឿងហើយកុំឲ្យមិនអាចដឹកមនុស្ស12នាក់បានណាអ្នកលើកមុនក៏បានប្រាប់ខ្ញុំឲ្យពិតមកទៅមិននឹកស្មានថាក្នុងអំឡុងពេលដែលខ្ញុំអត់នៅក្រុមហ៊ុនដោយសារមានការងារលោកជំទាវឈុនបានចិត្តល្អដល់ថ្នាក់ជួយខ្ញុំគ្រប់គ្រងបុគ្គលិកក្រមបង្គាប់ខ្ញុំទៅហើយខ្ញុំគិតថាលោកជំទាវឈុនពិតជាចិត្តល្អដូចអ្នកអតីនិយាយមែនបងប្រុសហួរខ្ញុំមិនបានកុហកបងទេមែនទេឈុនសៀនម្នាក់នេះពិតជាមិនមែនជាមនុស្សល្អទេមិនត្រឹមតែដឹកមុខរុញច្រានអ្នកម្ដាយដែលមានកូនតូចដែលទើបតែសម្រាកពីការឈប់សម្រាកលំហែមាតុភាពត្រឡប់មកវិញទេថែមទាំងឆ្លៀតពេលដែលអ្នកមិននៅឬស៊ីនេះអួតអាងអំណាចទៀតភីនសុងពិតជាមានបញ្ហាណាស់គាត់តែងតែនិយាយរឿងខ្ញុំមិនល្អនៅមុខអ្នកមែនទេមិនមែនទេមិនបានជួបគ្នាជាច្រើនឆ្នាំមកហើយខ្ញុំស្មានតែអ្នកមានការរីកចម្រើនមិននឹកស្មានថានៅតែធ្វើរឿងទម្លាក់កំហុសអ្នកអតីពីក្រោយក្នុងដែរជាតួអង្គអាក្រក់ក៏ត្រូវមានគូក្បាលខ្លះដែរនិយាយអ្វីផ្ដេសផ្ដាស់នឹងគាត់និយាយផ្ដេសផ្ដាស់ឬអត់អ្នកដឹងច្បាស់ក្នុងចិត្តហើយជុននិងលូយ៉ានសុទ្ធតែជាមនុស្សដែលលីហ្វៃរកមកដើម្បីទម្លាក់កំហុសជុនសៀគោលបំណងគឺដើម្បីធ្វើឲ្យការយល់ច្រឡំរវាងអ្នកនិងជុនសៀកាន់តែជ្រៅទៅលោកគឺខ្ញុំសង្ឃឹមថាអ្នកអាចមើលឃើញច្បាស់គាត់ពិបាកយល់ណាស់ព្រោះយ៉ាងណាក៏គាត់អត់ខួរក្បាលដែរក្រៅពីមានលុយតិចតួចអ្វីផ្សេងទៀតគឺធម្មតាតើអ្នកគិតថាខ្ញុំយ៉ាងម៉េចដែរធម្មតាតើអ្នកជានរណាឲ្យប្រកាសទៅខ្ញុំចង់បានវីដេអូខ្លុំមើលទាំងអស់ដែលប៉ូលីសបានផ្ញើក្រោយម៉ោង7យប់ថ្ងៃទី23តើអ្នកដែលខ្ញុំបានជួបកាលពីយប់នោះពិតជាអ្នកមែនទេហេតុអ្វីបានជាអារម្មណ៍ដែលអ្នកផ្ដល់ឲ្យខ្ញុំគឺស្រស់ខ្លាំងម្ល៉េះ